ý hỏi miền lôi thưa đo tay thật cai chồng ca cả su môi và pan na nấy men thoa mà đá nè hay mấy ban chất xã hao prey say mẹ ca mà có kia thưa cá hay kia xong bạc lôi ắt bạc lôi ai kia mà đăng thác kia miền bị bắt nông khổ xa thời ca lôi bàn toàn đã thưa ấy giờ ắt đăng tế còn tay lôi biệp thác ca mà có nó có khăng đấy chả có ban bao chan nè chan cái tròn cho cả su nữa nè hai thằng cài nó có khăn cam mà có khăn đó thằng do nè do đầm bong nè vì hay khi mình toàn từ slap ấy bong ồn này khi còn ta rồi bua thằng ngôn nâng chạ sang hay đột khi tặng rùa mong ôi xa hà nữa nè chả riêng nó cắt lang nơi sọc không ai dư nâng ấy nó khai thác bông khổng cứ cắt lang nơi ngày tí pram muối khai mỹ thổ ná cho năm pi pom mà phay pram nơi không cầm pón sọc mề mốt khai thác bông khổng cất rồi hôm mà đào pe ní cứ ngày tí pram bay mỹ thổ ná cho năm pi pom mà phay pram thằng cài nó cứ rột kịch khuôn bạt ấy toàn chặt khuôn bàn tế dông taสมัคร cách មូលដ្ឋានបានប្រាប់ឲ្យដឹងថានៅវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី6 មិថុនាប៉ុស្តិ៍នគរបាលរដ្ឋបាលកំពតបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិឡូឃុំកំពតថាមានករណីឃាតកម្មដោយចេតនាបានកើតឡើងគឺនៅវេលាម៉ោង 8 ព្រឹកថ្ងៃទី6 មិថុនានៅចំណុចចំការកៅស៊ូរបស់ឈ្មោះវ៉នម៉ៃភេទប្រុសស្ថិតនៅភូមិឡូឃុំកំពតស្រុកមេមត់ខេត្តត្បូងឃ្មុំក្រោយពីទទួលបានព័ត៌មាននេះហើយអធិការនគរបាលស្រុកមេមត់ក៏បានរាយការណ៍ជូនឧត្តមសេនីយ៍ស្នងការនគរបាលខេត្តដើម្បីឲ្យចាត់កម្លាំងការិយាល័យបច្ចេកទេសសហការជាមួយនឹងជំនាញព្រំប្រទានចុះទៅពិនិត្យកន្លែងកាត់ហេតុសមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាករណីឃាតកម្មដោយចេតនាមួយនេះគឺកើតឡើងបង្កដោយជនសង្ស័យឈ្មោះវ៉នម៉ៃភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរជនរងគ្រោះដែលជាកម្មករគឺមានឈ្មោះថាហយណេតភេទប្រុសអាយុ28ឆ្នាំជនជាតិខ្មែររស់នៅភូមិពើឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំហើយគាត់ស្នាក់នៅបណ្ដោះអាសន្ននៅភូមិឡូឃុំកំពតស្រុកមេមត់ខេត្តត្បូងឃ្មុំដំបូងឡើយសកម្មភាពធ្វើឡើងនឹងគឺខាងថកែនឹងបានយកឈើជ្រុងមួយកំណាត់វាយទៅលើកម្មករចាហើយបន្ទាប់មកគឺយកសាំងចាក់ដុតជនរងគ្រោះតែម្ដងបណ្ដាលឲ្យជនរងគ្រោះគឺឆេះស្លាប់ភាពយន្តខ្មែរខ្នាតធំរឿងឈាមស្រ័យស្បែកហៅនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តទាំងអស់នៅក្នុងពេលឆាប់ៗនេះតាមការពិនិត្យកសលវិច័យពីមន្ត្រីជំនាញបានប្រាប់ឲ្យដឹងថាមានស្នាមរបួសដាច់រយះនៅលើក្បាលហើយក៏មានស្នាមនៅខាងក្រោយចំនួនមួយកន្លែងគឺមុតជ្រៅហើយបាក់កដៃទាំងសងខាងនិងមានស្នាមភ្លើងឆេះខ្លោចស្បែកពេញរាងកាយតែម្ដងគឺជនរងគ្រោះបានស្លាប់នៅកន្លែងខាត់ហេតុពេលធ្វើសកម្មភាពរួចហើយជនសង្ស័យក៏បានកិច្ចខ្លួនបាត់ទៅចាឃាតករដែលជាថៅកែរូបហ្នឹងក៏កិច្ចខ្លួនបាត់ទៅហើយមូលហេតុដែលខឹងជនរងគ្រោះដល់ថ្នាក់ធ្វើទង្វើដល់សាហាវខុសខើនេះគឺដោយសារតែខឹងកូនឈ្នួលរបស់ខ្លួនណាដែលជាកម្មករហ្នឹងបោកចានកៅស៊ូចោលចាប៉ុន្តែដើមហេតុគឺមកពីខ្លួនឯងទេគ្នាសុំបើកលុយអត់បើកឲ្យគ្នាទេមិនដឹងថាថៃបានអត់បើកលុយឲ្យគេហ្នឹងឯងអត់យល់ធ្វើដល់តកែកស៊ូប៉ុណ្ណាណៃគូណាតែមានពាក្យនិយាយមួយកម្មករឲ្យស្រួលបន្តិចទៅថាបើសិនយើងស្ទះលុយស្ទះអីប្រាប់ថាចាំប្រហែលថ្ងៃទៀតអីចឹងទៅឬក៏បើកឲ្យគ្នាខ្លះតិចតួចសិនក៏បានឬយ៉ាងម៉េចយើងនិយាយគ្នាបានតែសិតខ្មែរដូចគ្នាមិនបាច់ខំប្រឹងរត់ទេរត់ទៅណាក៏រត់អត់រួចដែរពីព្រោះថាពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែតាមប្រមាញ់គ្រប់ច្រកល្ហកហើយចារត់ទៅណាឥឡូវរត់ទៅណាចាំមើលបងប្អូនឥឡូវចាំមើលមុខថកែកស៊ូនោះមុខមិនបានជាសាហាវម្លេះអាយុច្រើនគួរសមដែរ42ឆ្នាំចាអញ្ចឹងខ្ញុំនឹងអាប់ដេតព័ត៌មានជូនបន្ថែមទៀតនៅពេលដែលចាប់ជនដៃដល់ដែលជាម្ចាស់ចំការកស៊ូនេះបាន